ខ្ញុំបកករណាសូមលើកកំបងអញ្ជលីថ្វាយបង្គំចំពោះប្រជុំ3នៃបរិត្តនត្រ័យមានគុណព្រះពុទ្ធមួយគុណព្រះធម៌មួយនិងគុណព្រះសង្ឃមួយដោយសេចក្តីកត់ក្រែងសពកាលហើយថ្ងៃនេះដែរខ្ញុំបាទលើកយកជាដកមួយឈ្មោះថាយមលោកនិងទេវលោកអត្តន័យជាដកនេះគឺចង់និយាយអំពីអានិសង្សនិងទោសរបស់កុសលកម្មការព្រះបរមគ្រូសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តចេតពុននាក្រុងសាវត្ថីកាលនោះព្រះមហាមុគលានដ៏មានអាយុជាអ្នកមានឫទ្ធិច្រើនមានបំណងចង់ទៅមើលឋាននរកបានចូលទៅថ្វាយបង្គំលាព្រះសម្ពុទ្ធជាបរមគ្រូហើយក៏និមន្តទៅយមលោកពិនិត្យមើលស្ថានភាពទីកន្លែងនរកតាំងពីនរកតូចរហូតដល់នរកធំឈ្មោះអវិជ័យលោកនិមន្តទៅដល់ទីណាសត្វនរកក៏បានសប្បាយទុកក្នុងទីនោះដោយអំណាចឫទ្ធិរបស់លោកមហានរកឈ្មោះអវិជ័យកាលបើព្រះមហាមុគលាននិមន្តទៅដល់ហើយគំនោភ្លើងក៏វិនិច្ឆ័យបាត់ទៅមានផ្កាយឈូកប៉ុនកង់រទេះផុសឡើងលោកក៏ឡើងគង់លើផ្កាឈូកនោះពួកសត្វនរកទាំងឡាយបានចូលទៅចោមរោមថ្វាយបង្គំសួរថាលោកម្ចាស់និមន្តមកអំពីទីណាព្រះមហាមុគលានប្រាប់ថាអាត្មាមកពីមនុស្សលោកសត្វនរកទាំងឡាយបានឮដូច្នោះហើយក៏ផ្ដាំទៅញាតិមិត្តរបស់ខ្លួនថាសូមលោកម្ចាស់ប្រាប់ដល់មេដាបេដាបុត្រភរិយាញាតិមិត្តរបស់ខ្ញុំព្រះករុណាផងខ្ញុំព្រះករុណាជាកូនជាឪពុកម្ដាយជាមីមាធ្លាក់ទៅកើតក្នុងនរកសោយទុក្ខវេទនាជាយូរណាស់ហើយមានសេចក្តីនឹករលឹកមកជាខ្លាំងណាស់អាណិតធ្វើបុណ្យទានឧទ្ទិសផលបញ្ជូនឲ្យផងព្រះមុគលានបានទទួលដំណឹងនោះហើយក៏ត្រឡប់មកមនុស្សលោកវិញមុននឹងត្រឡប់មកលោកបានយកភ្លើងអវិជ័យប៉ុនក្របស្ពៃខ្ចប់នឹងជីវររបស់លោកដោយឫទ្ធិមកដល់មនុស្សលោកបានប្រកាសប្រាប់ញាតិមិត្តមេដាបេដារបស់សត្វនរកនោះតាមបណ្ដាំពួកមហាជនទាំងឡាយដែលត្រូវជាញាតិមិត្តរបស់សត្វនរកបានដឹងដូច្នោះហើយក៏យំសោកបោកខ្លួនប្រាណតែសពខ្លួនលោកបន្តបងនៅសេចក្តីសោកនោះហើយបាននិមន្តព្រះសង្ឃមានព្រះពុទ្ធជាប្រធានមកថ្វាយតក្កិណាទានឧទ្ទិសបញ្ជូនផលទៅសត្វនរកទាំងនោះដោយអំណាចរបស់ព្រះមុគលាននិងដោយសត្វនរកទាំងនោះមានចិត្តទន្ទឹងចាំទទួលផលក៏បានទទួលដូចបំណងពេលនោះសត្វនរកទាំងឡាយបានរួចចាកទុកទៅកើតក្នុងឋានសួគ៌ជាច្រើនដូចមានបាលីក្នុងគម្ពីរនោះថាតេនិរយៈកសតានុទុខតោមុញ្ចន្តិតតោចវត្វាសង្កមិតੰពរយើងសុសត្វនរកទាំងនោះបានរួចចាក់ទុកទៅកើតក្នុងឋានសួគ៌មីដេដាត្រិត្រាក្នុងពេលនោះព្រះមុគលានបាននិមន្តទៅឋានសួគ៌ទៀតទៅពិនិត្យមើលភូមិភាគនិងសុខភាពរបស់ពួកទេវតាក្នុងឋានសួគ៌ទាំង6ជាន់បាននិមន្តទៅឈររេរានៅស្ថានត្រៃត្រឹងពេលនោះពួកទេវតាក្នុងសួគ៌ទាំង6ជាន់ក្តៅក្រហល់ក្រហាយនឹងចំហាយភ្លើងអវិជ័យដែលខ្ជាប់នឹងជាជីវរនោះគ្រប់គ្នាសកទេវរាជបានជ្រាបហេតុហើយទៅប្រកេនសញ្ញាដល់ព្រះមុគលានព្រះមុគលានយល់ថាទេវតាទាំងអស់ក្តៅក្រហាយដោយកំទេចភ្លើងដែលជាប់នឹងជាជីវររបស់អញទេតើបានជាឆ្លេឆ្លាយ៉ាងនេះលោកគិតថាភ្លើងប៉ុនស្ពៃនេះមានកម្លាំងក្តៅខ្លាំងណាស់
បើអាត្មាអញចោលទៅលើផែនដីនឹងឆេះខ្ទេចខ្ទីអស់ចោលទៅក្នុងសមុទ្រនឹងរីងខាស់ទឹកអស់ឥតសល់ចោលទៅដល់អាកាសនឹងរាំងភ្លៀងអស់12ឆ្នាំបើដូច្នោះមានតែអញយកទៅចោលនៅកន្លែងអវិជ័យវិញលោកក៏យកទៅចោលក្នុងអវិជ័យនោះទៅហើយនិមន្តទៅថ្វាយបង្គំព្រះសម្ពុទ្ធជាបរមគ្រូក្រាបទូលដំណឹងអំពីយមលោកនិងទេវលោកដោយសពគ្រប់ព្រះសម្ពុទ្ធទ្រង់ប្រារព្ធនៅហេតុនោះហើយក៏ប្រទាននៅធម្មទេសនាដល់ពុទ្ធបរិស័ទទាំងឡាយថាណហេធម្មោអធម្មោចៈឧភោសមវិបាកិណោអធម្មោនិរយ៉ាងនេតិធម្មោបាបេតិសុគតੰសភាវៈ2ប្រការគឺកុសលធម៌1អកុសលធម៌1ឲ្យផលមិនស្មើគ្នាអកុសលធម៌តែនាំសត្វទៅនរកកុសលធម៌តែនាំសត្វទៅស្ថានសួគ៌លុះជាប់នៅធម្មទេសនានោះហើយពួកបរិស័ទទាំងឡាយបានលុះនៅមគ្គផល 34,000 នាក់ក្នុងវេលានោះឯង